បាទបងប្អូនថៃគឺអត់ហ៊ានតដៃជាមួយភូមាទេបាទហេតុអីបានជាថៃនឹងអត់ហ៊ានតដៃបាទឥឡូវគឺខ្ញុំបាទនឹងបកស្រាយជូនបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាបានឃើញអត់វីដេអូដែលខាងភូមាទម្លាក់គ្រាប់ចូលទៅក្នុងប្រទេសថៃណាខេត្តតាតណាបាទនៅតំបន់ដែលជួបភូមាគឺខេត្តតាតបាទខេត្តតាតនេះគឺជួបនឹងភូមាតែម្ដងចេះបងប្អូនភូមាវាមានសង្គ្រាមបញ្ហាផ្ទៃក្នុងរ៉ាំរ៉ៃដោះស្រាយអត់ចេញបាទដោះស្រាយអត់ចេញនៅពេលដែលប្រជាជនខ្លះអត់ចូលចិត្តមានអង្លៀងក៏រត់ចូលព្រៃទៅបាទវាអត់ខុសពីខ្មែរកាលខ្មែរយើងខ្មែរក្រហមណាចូលព្រៃម៉ាក់គីអញ្ចឹងណាវាអត់ខុសគ្នាទេបាទពេលដែលប្រជាជនភូមាអត់ចូលចិត្តឬក៏រដ្ឋាភិបាលរបស់ភូមាហ្នឹងគឺអត់ចូលចិត្តនរណាអញ្ចឹងធ្វើបាបធ្វើបាបប្រជាជនហ្នឹងអញ្ចឹងក៏ប្រជាជនហ្នឹងក៏ចូលទៅក្រុមក្នុងចូលទៅក្រុមការ៉ែនពួកការ៉ែនណាបាទនៅក្នុងព្រៃហ្នឹងចូលក្រុមហ្នឹងប៉ុន្តែទីក្រុងខ្លះគឺពួកការ៉ែនកាន់កាប់បាទពួកការ៉ែនហ្នឹងគឺវាកាន់កាប់បានវាយឈ្នះមានអង្លៀងអញ្ចឹងណាបាទអញ្ចឹងមានអង្លៀងរាល់ថ្ងៃនេះកាន់កាប់អំណាចរាល់ថ្ងៃនេះគឺមិនមែនកាន់អំណាចដោយស្របច្បាប់ទេគឺបំពានរដ្ឋធម្មនុញ្ញបាទធ្វើរដ្ឋប្រហារអ្នកស្រីអង្សានសូជីបាទដើម្បីយកតំណែងអញ្ចឹងកាន់អំណាចរាល់ថ្ងៃគឺមិនមែនស្របច្បាប់ដោយការបោះឆ្នោតទេការដែលបោះឆ្នោតហ្នឹងគឺអ្នកស្រីអង្សានសូជីគាត់ឈ្នះបាទឈ្នះអញ្ចឹងក៏ឈ្នះក៏វាមានរឿងបញ្ហារឿងរ៉ាវមួយចំនួនក៏មានអន្លាំងវាយកាន់កាប់អំណាចទៅមកវិញបាទអញ្ចឹងរដ្ឋាភិបាលភូមាហើយនឹងពួកការ៉ែនហ្នឹងគឺវាយគ្នារាល់ថ្ងៃបាទវាតិចនឹងច្រើនទេបងប្អូនវាតិចនឹងច្រើនតែប៉ុណ្ណឹងប៉ុន្តែប្រហែលថ្ងៃនេះបាទនៅក្នុងថ្ងៃទី1ទី2នេះគឺពួកខាងការ៉ែនហ្នឹងគឺវាយមិនដឹងថាខាងរដ្ឋាភិបាលភូមាឬក៏ពួកការ៉ែនដែលវាយបាញ់គ្រប់ផ្លងមកដាក់ខេត្តតាតរបស់ថៃហ្នឹងបាទអញ្ចឹងតាមព្រំដែនរវាងភូមាហើយនិងថៃពេលនេះគឺបានបិទទាំងស្រុងតែម្ដងបាទបិទទាំងស្រុងហើយថៃមិនបានថៃអត់បាញ់ទៅវិញបងប្អូនហេតុអីបានថៃអត់បាញ់ទៅវិញព្រោះប្រទេសថៃវាមិនមែនប្រទេសផ្ដាច់ការទេវាប្រទេសប្រជាធិបតេយ្យបាទប្រទេសលទ្ធិប្រជាធិបតេយ្យសេរីពហុបកបាទថៃគឺប្រទេសលទ្ធិប្រជាធិបតេយ្យសេរីពហុបកមានច្រើនបកច្រើនពួកបាទហើយសម្បូរបញ្ញវន្តបាទថៃសម្បូរបញ្ញវន្តច្រើនណាស់បងប្អូនគ្រប់ទសវត្សរ៍ហើយដែលវាមិនដែលបាត់បង់អត់ដែលមានបញ្ហាសង្គ្រាមរ៉ាំរ៉ៃប្រទេសវាអញ្ចឹងវាសម្បូរអ្នកប្រាជ្ញច្រើនណាបាទនៅថៃគេលើកទឹកចិត្តលើកដំកើងអ្នកចេះអ្នកដឹងបងប្អូនណាត្រូវដឹងថានៅថៃគេលើកដំកើងអ្នកចេះអ្នកដឹងណាបាទអ្នកមានសមត្ថភាពថៃវាមិនវាយបកទៅវិញព្រោះថៃវាគិតថាវាបើសិនជាថៃហ៊ានវាយលោកដៃខ្លាំងគឺថៃនឹងលងសង្គ្រាមឬក៏ថៃជួបដៃសង្គ្រាមវាយជាមួយភូមាអត់ចេះចប់អាហ្នឹងរឿងមួយថៃវាគិតណាបើសិនជាវាយគឺរកច្រកចេញដោះស្រាយបញ្ហាអត់បានទេព្រោះវាអត់ដឹងថាមីកើយនៅណាតែថាដោះស្រាយជាមួយមានអង្លៀងឬក៏ដោះស្រាយជាមួយរថក្រែនអញ្ចឹងវាពិបាកដោះនឹងដោះយ៉ាងណាបាទអញ្ចឹងវាអត់វាយទេបាទវាសុខចិត្តខាត់បងតិចតួចបាទវាអត់ចង់វាយទៀតទេព្រោះវាបាក់ស្បាតជាមួយខ្មែរយើងហើយវាខាតលុយជាមួយខ្មែរយើងបាទអញ្ចឹងវាវាយជាមួយខ្មែរយើងក៏ចំណាយលុយអស់រាប់លានដុល្លារដែរបាទហើយមកអាទឹកគ្រោះចំនួននៅថៃទៀតអានឹងមកធំទៀតបាទខាតធំទៀតបាទឥឡូវមកចំនួនជាមួយនឹងភូមាអញ្ចឹងតួភូមាវា
ជាប្រទេសមួយដែលវារស់នៅដោយដាច់ដោយឡែកពីគេបាទវារស់នៅអត់ពឹងពាក់បរទេសច្រើនទេបាទតែវាផ្ដាច់ការយូរហើយអញ្ចឹងវាអត់សូវមានទំនងជាមួយប្រទេសផ្សេងអញ្ចឹងអត់មានប្រទេសណាដែលមានអំណាចឬក៏មានសិទ្ធិហាមឃាត់ភូមាទេបងប្អូនណាបាទហើយភូមាក៏ទួបវាក៏ខ្លាំងណាបងប្អូនទួបព្រៃភូមាសម្បូរទួបព្រៃតំណៅអញ្ចឹងទួបព្រៃខ្លាំងមែនតើគឺអត់ចេះខ្លាចចេះញើតទេណាបងប្អូនលោកអ្នកអញ្ចឹងអត់ចេះញើតអត់ចេះខ្លាចទៅតងអត់ចេះខ្លាចថៃទេបាទហើយទួបចម្បាំងវាក៏ច្រើនទៀតទួបអាកាសហោះហើរលើអាកាសវាសម្បូរវាមានរហូតដល់70គ្រឿងឯណោះបាទពួកអាមិចហើយពួកអាចទួបចម្បាំងទិញពីរុស្ស៊ីអីក៏វាមានមកចប់ភូមិវាមានច្រើនអញ្ចឹងថៃវាអត់ហ៊ានវាយទេបាទតែហ៊ានតែវាយថៃគឺដឹងថាឈឺខ្លួនឯងហើយឈឺខ្លួនហើយបាទអាហ្នឹងគឺចំណុចទី1វាខាតច្រើនហើយវាទទួលរងទណ្ឌកម្មពីអាមេរិកទៀតបាទទទួលប៉ុនបដិការពីសហរដ្ឋអាមេរិកពីលោកដូណាល់ត្រាំបាទអញ្ចឹងដូណាល់ត្រាំបើថៃហ៊ានតែបង្កសង្គ្រាមលើកនេះទៀតក៏ថៃក៏នឹងបាក់មុខលើឆាកអន្តរជាតិកាន់តែខ្លាំងកាន់តែធ្ងន់ធ្ងរបងប្អូនអានេះគឺខ្ញុំបាទជូនជំរាបជូនបាទហើយក៏មានប្រជាជនភូមាបាទមានលោកយាយម្នាក់នោះនៅថៃបាទដែលស្ថិតនៅក្នុងខេត្តតាតហ្នឹងគឺត្រូវបានគាត់ត្រូវបានទាហានភូមាបាញ់ត្រូវរបួសបាទមានអ្នករបួសខ្លះរបួសកលែងកាពះគូតបាទគាត់ឃើញលើពងប៉ោងគាត់ចេញមកបាញ់ធ្លុះប្រកចូលប៉ះពាល់ដល់គាត់តែម្ដងបាទនេះគឺវាមានបញ្ហា3ធំ3ទៅ4ហ្នឹងឯងបងប្អូនណាដែលបញ្ហាធំដែលថៃវាហ៊ានទី1វាខ្លាចដូណាល់ត្រាំទី2ថៃវាចុះខ្សោយបាទថៃហ្នឹងគឺវាចុះខ្សោយថមថយកម្លាំងទាំងសេដ្ឋកិច្ចបាទហើយវាខ្លាចភូមិដែលកងទ័ពភូមិគឺខ្លាំងបាទអត់មានប្រទេសណាមានសិទ្ធិគៀបសង្កត់ទៅលើភូមិបានទេព្រោះវាជាប្រទេសជាទួបព្រៃវាជារស់នៅតាមបែបយថាកម្មណាបងប្អូនទោះបីវារស់ស៊ីជាមួយប្រទេសណាក៏វានៅតែរស់បាទអញ្ចឹងណាវានៅតែរស់វាអាចចិញ្ចឹមកាពះបានបាទហើយយន្តហោះចម្បាំងវាក៏ច្រើនទៀតណាថៃវាខាត់ធ្ងន់ធ្ងររួចហើយអញ្ចឹងវាមិនហ៊ានវាយទៀតទេវាមិនហ៊ានធ្វើសង្គ្រាមទៀតទេវាខ្លាចវាខ្លាចបាក់មុខខ្លាចប្រទេសជាតិហ្នឹងគឺរលេរលត់ណាបងប្អូនតែវាយសាកល្បងវាយជាមួយភូមិខ្លាំងដូចខ្មែរយើង5ថ្ងៃគឺថៃគឺថមថយកម្លាំងចុះខ្លាំងតែម្ដងបាទគឺសេដ្ឋកិច្ចចុះសុទ្ធខ្លាំងចឹងធ្វើឲ្យប្រជាជនថៃនឹងលំបាកវេទនាបាទធ្វើឲ្យប្រជាជនថៃលំបាកវេទនាអញ្ចឹងប្រទេសមានដំណំថៃគឺស្ដាប់ប្រជាជនច្រើនបងប្អូនណាបាទហ៊ានតែមិនស្ដាប់ដែលអត់មានកៅអីនៅលើសភាហើយនៅក្នុងរដ្ឋសភាហើយបាទនេះគឺជាអ្វីដែលថៃវាមិនវាយភូមិបាទនេះគឺជាមូលហេតុដែលខ្ញុំបាទវាគ្រាន់តែជាទស្សនៈទានមួយជ្រុងតូចទេបងប្អូនប៉ុន្តែបងប្អូនអរគ្នាអាចយកទៅគិតពិចារណាបានវាតូចមែនប៉ុន្តែបងប្អូនអរគ្នាគិតទៅសមហេតុសមផលមែនទេបងប្អូនបាទអូខេហើយយើងជួបគ្នាវីដេអូក្រោយទៀតបងប្អូនណាបាទ